សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការ lock folder ឬក៏ lock drive ដោយប្រើកម្មវិធី Lockgear នៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការឧទាហរណ៍អំពីការ lock folder មួយនៅក្នុង drive D គឺ folder lock ជាដំបូងយើងត្រូវមានកម្មវិធីនេះសិនកម្មវិធី Lockgear ដល់មកយើង copy វាចូលកាន់ folder ដែលយើងចង់ lock ដល់មកយើងធ្វើការដោយក្នុង folder ដែលយើងចង់ lock មាន file រូបភាពចំនួន2ហើយនិង file វីដេអូគឺ MP4 មួយយើងធ្វើការ run កម្មវិធីយើងមកដល់មកត្រង់ function ទី1ខាងលើនេះវាធ្វើអនុញ្ញាតយើងជ្រើសរើស folder ដទៃផ្សេងទៀតឬក៏ drive ផ្សេងទៀតដែលយើងចង់ lock អំណាចដែលយើងចង់ lock មួយ drive data នេះក៏បានយើងចង់ lock មួយ drive study នេះក៏បានប៉ុន្តែក្នុងឧទាហរណ៍នេះខ្ញុំចង់ lock តែក្នុង folder lock នេះមួយទេអញ្ចឹងក្នុងនេះគឺ lock ដល់មក password យើងវាយ password ទៅក៏បានដែរ retype password វាយ password ដូចទៅនឹងលើដែរបន្តមកយើងចុចថាពាក្យថា protect វាទៅប៉ុណ្ណេះគឺធ្វើការរួចរាល់បើស្អីយើងមិនអាចបើក folder lock នឹងទៀតបានទេបើស្អីយើងអត់ស្គាល់ password បើយើងស្គាល់ password ឧបមាយើងវាយខុសគឺវាអត់ឲ្យតែយើងវាយទៅមិនវាឲ្យវានឹងធ្វើការមក visual drive មួយផ្សេងទៀតវាបើកទាំង visual អូខេគឺត្រូវហើយគឺ folder មានរូបភាពចំនួន2ហើយនិង MP3 មួយចាំខ្ញុំបិទវាវិញសូមអរគុណសូមចប់